ជំរាបសួរបងប្អូនអ្នកគ្នាអញ្ចឹងនៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងនាំបងប្អូនអ្នកគ្នាទៅមើលរូបថតពី3សន្លឹកឥឡូវបងប្អូនអ្នកគ្នាមើលរូបថតនៅលើក្បាលខ្ញុំពី3សន្លឹកហ្នឹងសិនមើលតើបងប្អូនគិតថារូបនេះគឺជារូបពិតឬក៏រូប AI បើសិនជាពិតសូមខមមិនថាពិតនិង AI ខមមិនថា AI ប៉ុន្តែខ្ញុំនឹងបកស្រាយនៅពេលបន្តិចទៀតនេះអញ្ចឹងបងប្អូនស្កប់វីដេអូឲ្យខមមិនសិនមកចាំខ្ញុំបញ្ជាក់ទាំងអស់គ្នាអូខេអញ្ចឹងគូបញ្ជាក់ផងដែរថារូបទាំងអស់នេះគឺថតដោយបងប្រុស Palino ផ្ទាល់ហ្នឹងហើយអ្នកនរគ្នាមិនមែនជារូប AI ដូចអ្វីដែលអ្នកនរគ្នាគិតទេរូបហ្នឹងគឺគាត់ថតផ្ទាល់ពិតមែនពីកាមេរ៉ារបស់គាត់និយាយរួមទៅគាត់ក៏ជាសមាជិករបស់ក្រុមអ្នកប្រមាញ់ជីវៈចម្រុះកម្ពុជាផងដែរអញ្ចឹងសង្ឃឹមថាបងប្អូននឹងជួយគ្រប់គ្រងរូបភាពរបស់គាត់និយាយរួមបើសិនជាបងប្អូនចង់បានរូបភាពស្អាតរបស់គាត់រូបសត្វឬក៏រូបទេសភាពអីផ្សេងយកទៅតាំងនៅហាងកាហ្វេឬហាងអីផ្សេងអាចតាក់ទងទៅគាត់បានគាត់នឹងផ្ដិតជូនបើបងប្អូនគ្រាន់តែចំណាយលុយទៅលើការផ្ដិតដោយខ្លួនឯងតាក់ទងនឹងរូបគាត់នឹងផ្ញើឲ្យយើងផ្ដិតអញ្ចឹងណានឹងរូបភាពរបស់គាត់នីមួយៗគឺថាมันមានភាពងាយស្រួលទេក្នុងការថតដូចជារូបMilky Way និងរូបសត្វផ្សេងអីក៏ដោយគឺតម្រាំតែបានមកប៉ុស្ហ្នឹងមកគឺមិនធម្មតាឥឡូវខ្ញុំសូមបកស្រាយតាក់ទងនឹងរូបភាព Milky Way មួយចុះយីរួមរូបភាព Milky Way ហ្នឹងគាត់តម្រូវឲ្យថតបានគឺគាត់ចំណាយពេលក្នុងការតាមថតដោយសារតែមេឃមិនស្រឡះអីចឹងទៅណាមេឃអត់ស្រឡះក៏យើងថតវាអត់បានទេអញ្ចឹងគាត់តាមថតគាត់នៅពេញគាត់ព្យាយាមមកស្រុកដើម្បីថតជាមួយនឹងប្រាសាទសែនភូមិវាំងហ្នឹងតម្រាំតែបានគាត់ទៅមកប្រហែលជា3 4 5លើកដែរមានន័យថាគាត់អំបិលជា4 5លើកដែរប៉ុន្តែរហូតដល់ថ្ងៃមួយមេឃស្លាស់ល្អហើយក៏គាត់បានមកថតចំណាយពេលថតងុយគេងងុយអីផងម៉ោង2ម៉ោង3យប់យើងថតអាផ្កាយ Milky Way ហ្នឹងអញ្ចឹងគឺថារូបមួយមិនធម្មតាទេសង្ឃឹមថាបងប្អូនអរគ្នាជួយគ្រប់គ្រងទៅលើពួកគាត់ផងហើយពួកគាត់ក៏ថតរូបទាំងអស់នេះអ្នកប្រមាញ់ជីវៈចម្រុះកម្ពុជាក៏មិនទទួលបានប្រាក់កម្រៃប្រាក់ខែអីដែរគឺគាត់ថតដោយខ្លួនឯងចំណាយលុយទិញឧបករណ៍ដោយខ្លួនឯងនិយាយរួមទៅគឺមិនទទួលបានប្រាក់ចំណូលអីទេប៉ុន្តែបើសិនជាបងប្អូនចង់ប្រាក់ចំណូលឲ្យគាត់អាចជួយទិញរូបថតគាត់ឬក៏សុំរូបថតគាត់យកទៅផ្ដិតដើម្បីដាក់តាំងនៅតាមហាងផ្សេងវាជាស្នាដៃរបស់គាត់បង្ហាញឲ្យឃើញថាស្នាដៃរបស់គាត់គឺពិតជាស្រស់ស្អាតមែនអញ្ចឹងសង្ឃឹមថាបងប្អូនអ្នកគ្នាជួយគ្រប់គ្រងពួកគាត់ផងដែរហ្នឹងហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងដែរសូមអរគុណ